បាទរុនសួស្ដីពុកម៉ែបងប្អូនចេះកសិករអឺរោគដំណាំខាងក្រោយដែលខ្ញុំបានថតបង្ហាញតាំងពីដាំរហូតមកដល់ថ្ងៃនេះគឺវាមានរយៈពេល3សប្តាហ៍គាត់បងប្អូនហើយយើងទៅមើលថាតើ3សប្តាហ៍នេះខ្ញុំបានធ្វើអីខ្លះហើយតើ3សប្តាហ៍នេះដំណាំរបស់យើងលូតលាស់បានប៉ុណ្ណាបាទគឺយើងដាំលក្ខណៈលេងអត់បានថែវាអីណាបងប្អូនបាទអញ្ចឹងតើទៅមើលនេះគឺជាតសក់បាទតសក់នេះគឺ3សប្តាហ៍ហើយតសក់នេះគឺយើងបានបុកជីម្ដងបាទបុកជីដាក់ម្ដងហើយយើងធ្វើការបាញ់ថ្នាំការពារសត្វល្អិតកម្ចាត់សត្វល្អិតហ្នឹងម្ដងបាទអញ្ចឹងប៉ុន្តែនេះត្រូវបាញ់ទៀតហើយបងប្អូនដូច្នេះហើយបន្តិចទៀតខ្ញុំនឹងធ្វើការបាញ់វាដោយសារឃើញតង្កូវគឺឡើងត្រួយហើយបាទហើយចំណែកខាងនេះគឺជាននោងបងប្អូនបាទននោងគឺខ្ញុំទៅតែយកត្រួយវាឲ្យវាឡើងហើយជួសជុលត្រឹងបន្ថែមណាបងប្អូនបាទក៏ពិតត្រឹងមកវាពេលខ្លះលហែកដោយសារតែឆ្កែហើយនឹងគោហើយឃើញលហែកទឹកជុកនេះគឺដោយសារគោហើយនឹងឆ្កែបាទគោវាចូលដល់ស៊ីស្មៅកាលតែស្មៅវាច្រើនណាគឺវារុកពេញវាអញ្ចឹងទៅបងប្អូនហើយវាលហែកធំហើយននោងនេះគឺឃើញថាល្អណាស់បងប្អូនល្អណាស់ឃើញចាស់អត់មានថាមិនល្អទេបាទអញ្ចឹងខ្ញុំដាំលក្ខណៈលេងតែវាបានផលណាមិនភ័យទេចាំមើលនងយើងផ្លែប៉ុណ្ណាហើយអានេះគឺខ្ញុំទៅមិនដាក់ដៃវាដាក់ត្រួយទេបងប្អូននេះត្រួយវាហ្នឹងគឺឡាំមករហួសប៉ុន្តែយើងនឹងធ្វើការបាញ់ដោយសារតែយើងផលិតឃើញសំខាន់គឺពពួកtrip ដែលវានៅក្នុងត្រួយនេះគឺការពារកុំឲ្យវាឡើងមាន trip សោះឲ្យមានតកូវស៊ីវាមិនបញ្ហាទេតកូវវាឡើងមួយបាទហើយនងនេះគឺខ្ញុំនឹងដាក់ត្រើងវាខាងលើបាទដាក់ត្រើងហើយដាក់ត្រើងមកជួហ្នឹងដើម្បីវាឡើងមកគឺវាចាក់បាទអញ្ចឹងប៉ុន្តែយើងឃើញថាវានៅល្អហើយសណ្ដែកយើងសសក់យើងក៏អូខេបាទដាំណាហើយនៅកណ្ដោបើមិនជឿបងប្អូនមើលកាប់ទៅគឺខ្ញុំអត់បានធ្វើត្រើងទេអត់បានថែដិតដល់ជីក៏បានឆ្នាំយើងត្រូវបាញ់វាបានកាប់វាហើយអានេះខ្ញុំធ្វើប្រហើយថ្ងៃមុនខ្ញុំដកស្មៅបានបន្តិចវាស្អាតចឹងណាដកជើងរះវាស្អាតតាមគល់តាមអីទៅប៉ុន្តែសូម្បីតែបងប្អូនមើលសូម្បីតែលើកវាដាក់ត្រើងមិនទាន់បានលើកផងណាគឺនៅវាទឹកតាយនៅឡើយទេនេះអញ្ចឹងនេះបងប្អូនឃើញវាទឹកតាយពេញផ្លូវហ្នឹងអត់ទាន់លើកដាក់ត្រើងហើយលហែកបាទសំណាញ់នេះវាលហែកភាសាតែយើងវល់បាទហើយយើងរោគេក៏អត់បានដែររោគេមកជួយឲ្យជួយបាទហើយខាងនោះលពៅសង្ខ្យាបងប្អូនឃើញទេលពៅសង្ខ្យានេះក៏ល្អគួរសមដែរទៀតឡើងទៅត្រើងនងខាងនោះហើយសាកជួសជុលហើយចឹងថ្ងៃនេះខ្ញុំសង្ឃឹមថាខ្ញុំនឹងជួសជុលឲ្យអស់បាទកុំឲ្យទុកអតិថិតាយទៅទៀតបាទឥឡូវនេះវាលហែកហើយយើងរោគេរត់បានបងប្អូនបាទចឹងទៅក៏ទុកវាទឹកតែមើលវា3សប្តាហ៍បងប្អូន3សប្តាហ៍ហើយតែមួយខែជាងអីនេះគឺយើងចាប់ដើមមានផ្កាមានផ្លែហើយណាបាទពួកនងនេះនងស្រាលហើយគឺថាអេហ្មងផ្លែវាល្អច្រើនបាទខ្ញុំបត់ពិសោធន៍ណាអញ្ចឹងកសិករគឺសំខាន់ស្ថិតលើបត់ពិសោធន៍ហ្នឹងឯងត្រូវតែដាំហើយត្រូវពិនិត្យមើលថាតើពូជណាល្អតើមួយណាយើងគួរទុកពួកអីចឹងណាបាទចឹងអាហ្នឹងគឺល្អតំណោះគឺជាដីដែលខ្ញុំដាក់ជីច្រើនហើយជាប្រភេទដីដបូករឹងហើយប៉ុន្តែខ្ញុំដាក់ជីវាទៅហើយដាក់អង្កាមថែមទៅឥឡូវវាកើតជាងគេឥឡូវអង្កាមហ្នឹងវាលួយណាវាមួយឆ្នាំជាងវាលួយឥឡូវវាកើតជាងគេបងប្អូនបាទអញ្ចឹងឥឡូវមើលនងអតិអតាពេញវាពេញកាមហើយអញ្ចឹងយើងធ្វើការជួសជុលត្រើងហើយលើវាដាក់ត្រើងឲ្យវាអូនេះវែងខ្លាំងណាស់បងប្អូនឡើង2ម៉ែត្រហើយណាបាទអញ្ចឹងនេះគឺ3សប្តាហ៍អូខេតោះហើយខាងកសក់នេះក៏ល្អដែរ
យើងអត់បានមើលថែវាដិតដល់ទេបាទបាយបាយបងប្អូន